ការលើកជាតិស្ករគឺជាបញ្ហាមួយដែលអាចប្រឈមនឹងបញ្ហាការជំងឺទឹកនោមផ្អែមហើយក៏ធ្វើឲ្យមានបញ្ហារាងកាយយើងមួយចំនួនក៏មានផលប៉ះពាល់ទាំងនោះមានទាំងថ្លើមមានទាំងសរសៃឈាមមានទាំងបេះដូងហើយមានក្នុងបញ្ហាប្រព័ន្ធរំលាយអាហារផងដែរហើយអ្វីជាបញ្ហាធំគឺធ្វើឲ្យយើងឆាប់ចាស់តើយើងមានដំណោះស្រាយបែបណាដើម្បីកុំឲ្យរាងកាយរបស់យើងលើសជាតិស្ករបាទជួបជាមួយដុកទ័រគីមខ្ញុំសូមចែករំលែកតទៅជាមួយនឹងបទពិសោធន៍មួយចំនួនដែលខ្ញុំបានជួបហើយបងប្អូនរបស់យើងចំនួនសួរថាហេតុអីបានខ្ញុំលើសជាតិស្ករហើយតើធ្វើបែបណាដើម្បីកុំឲ្យខ្ញុំមានបញ្ហាលើសជាតិស្ករព្រោះខ្ញុំបារម្ភថាការលើកជាតិស្ករយូរទៅអាចធ្វើឲ្យខ្ញុំមានបញ្ហាការជំងឺទឹកនោមផ្អែមខ្ញុំអត់ចាំមានបញ្ហាជំងឺទឹកនោមផ្អែមដោយសារខ្ញុំនៅក្មេងហើយពេលនេះបងប្អូនមកចូលរួមជាមួយគ្នាក្នុងពេលឥឡូវនេះគឺខ្ញុំមើលឃើញអ្នកដែលមានជំងឺទឹកនោមផ្អែមគឺនៅក្នុងស្ថានភាពដែលនៅក្នុងអាយុតិចបាទខ្ញុំមិននិយាយថាក្មេងទេគឺក្នុងអាយុតិចក្នុងចន្លោះ20ជាងបាទដែលខ្ញុំបានជួបច្រើនមែនទែននៅ clinic របស់ខ្ញុំចំនួនសួរថាតើមានផលប៉ះពាល់អីនៅពេលដែលគាត់មានបញ្ហាជំងឺទឹកនោមផ្អែមនៅក្នុងវ័យអាយុតិចឬក៏ហៅថានៅក្មេងហ្នឹងតើផលប៉ះពាល់អីបើសិនជាមនុស្សស្រីគាត់មានជំងឺទឹកនោមផ្អែមតើផលប៉ះពាល់អីខ្លះនៅក្នុងអនាគតខាងមុខទៀតបើសិនជាមនុស្សប្រុសគាត់មានជំងឺទឹកនោមផ្អែមតើមានផលប៉ះពាល់អីខ្លះនៅក្នុងសេដ្ឋកិច្ចគ្រួសារហើយវាប៉ះពាល់អីខ្លះទៅដល់នឹងប្រទេសជាតិរបស់យើងអញ្ចឹងនៅពេលដែលយើងមានជំងឺទឹកនោមផ្អែមផលប៉ះពាល់ច្រើនទី1ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានការថយចុះដោយសារតែកម្លាំងរបស់យើងដោយសារតែបញ្ញារបស់យើងដោយសារតែជំងឺរបស់យើងអញ្ចឹងអ្នកជំងឺទឹកនោមផ្អែមគឺអ្វីដែលជាផលប៉ះពាល់ទី1ធ្វើឲ្យសុខភាពខួរក្បាលមានការទ្រុឌទ្រោមទី2សុខភាពភ្នែកមានការទ្រុឌទ្រោមទី3តាក់ទងបញ្ហាដង្ហើមតាក់ទងនឹងបញ្ហាសរសៃឈាមតាក់ទងនឹងបញ្ហាជំងឺអាចនឹងមានបញ្ហាជំងឺសម្ពាធឈាមឬក៏ជំងឺបេះដូងហើយក៏ការវិវត្តទៅជាបញ្ហាផ្សេងទៀតដូចជាបញ្ហាខូចទលៀនឬក៏តាក់ទងនឹងបញ្ហាខូចសន្លាក់ហើយធ្វើឲ្យរាងកាយយើងទាំងមូលមានភាពទ្រុឌទ្រោមហើយតើដល់យើងដោះស្រាយបែបណាបើសិនជាយើងមិនចាំមានបញ្ហាទាំងអស់ហ្នឹងបើសិនជាមនុស្សស្រីវិញគាត់មានជំងឺទឹកនោមផ្អែមវាផលប៉ះពាល់ទៅលើកូនរបស់គាត់ចឹងអាចធ្វើឲ្យកូនរបស់គាត់មានសុខភាពមិនប្រក្រតីអាចធ្វើឲ្យមានបញ្ហាកើតមកលើសទម្ងន់កើតមកដោយសារតែមានអវយវៈណាមួយឬក៏សរីរាង្គណាមួយខុសប្រក្រតីនេះវាមិនមែន 100% ទេតែវាមានចំនួនដែលបានកើតឡើងរួចមកហើយក៏មានឯកសារមួយចំនួនក៏បាននិយាយតាក់ទងជាមួយនឹងម្ដាយដែលមានជំងឺទឹកនោមផ្អែមកូនប្រឈមនឹងបញ្ហាទី1គឺអាចជាជំងឺតំណពូជទៅដល់កូនទី2អាចផលប៉ះពាល់ទៅលើបេះដូងទៅលើខួរក្បាលរបស់គាត់ហើយក៏មានជំងឺមួយចំនួនប៉ះពាល់ទៅលើខួរក្បាលតាក់ទងនឹងបញ្ហាជំងឺដែលខុសប្រក្រតីគឺជំងឺ autism បាទនេះគឺជាឯកសារមួយចំនួនអញ្ចឹងតើយើងធ្វើម៉េចដើម្បីដោះស្រាយបញ្ហាអញ្ចឹងត្រឡប់មកវិញថាការដែលយើងដោះស្រាយបញ្ហាគឺយើងមកដោះស្រាយបញ្ហាដើមហេតុយើងកុំដោះស្រាយបញ្ហាចុងហេតុយើងព្យាយាមយល់ពីដើមហេតុអញ្ចឹងថាមូលហេតុអីបានធ្វើឲ្យយើងមានបញ្ហាជំងឺទឹកនោមផ្អែមអញ្ចឹងទី1តាក់ទងបញ្ហាតំណពូជទី2តាក់ទងនឹងកត្តាចំណីអាហារនិងទី3តាក់ទងនឹងការរស់នៅរបស់យើងបាទនិងទី4តាក់ទងនឹងបរិស្ថានជុំវិញអញ្ចឹងខ្ញុំនិយាយតាក់ទងនឹងបញ្ហាតំណពូជអញ្ចឹងមកថាឥឡូវពុកម្ដាយរបស់យើងមានជំងឺទឹកនោមផ្អែមបាទជីដូនជីតារបស់យើងមានជំងឺទឹកនោមផ្អែមអញ្ចឹងអាចកូនចៅគាត់ម្នាក់ពីរនាក់មានជំងឺទឹកនោមផ្អែមនោះជារឿងមួយដែលយើងអាចដោះស្រាយបានបាទតែយើងអាចកិច្ចរួចតែបញ្ហាកត្តាចំណីអាហារតាក់ទងជាមួយនឹងការរស់នៅរបស់យើងឬកត្តាបរិស្ថានជុំវិញគឺជារឿងមួយដែលយើងអាចដោះស្រាយបានហើយយើងអាចធ្វើបានអញ្ចឹងទី1យើងត្រូវកាត់បន្ថយផ្អែមពីឥឡូវកុំញ៉ាំព្យាយាមអីដែលមានសារជាតិផ្អែមមិនថាភេសជ្ជៈផ្អែមមិនថាជាតិស្ករឬក៏បានហៃដ្រេតពួកអាហារម្សៅយើងត្រូវកាត់បន្ថយនៅក្នុងចំនួនតិចបំផុតហើយដើម្បីកាត់បន្ថយនឹងបានយើងត្រូវតែបន្ថែមពពួក fiber ពពួកបន្លែពពួកផ្លែឈើនិងគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនដែលជាប្រូតេអ៊ីនធម្មជាតិឲ្យបានច្រើនអញ្ចឹងរាល់ថ្ងៃនេះអ្វីដែលយើងមើលឃើញនៅក្នុងទីផ្សារហើយនឹងជាសកម្មភាពដែលបងប្អូនកំពុងតែរស់នៅគឺពោពេញទៅដោយអាហារកែច្នៃបែបងាយងាយគេហៅថាបែប happy សប្បាយបាទការជួបជុំគ្នាគឺយើងផឹកស៊ីបាទតាក់ទងជាមួយនឹងអាហារម្សៅតាក់ទងអាហារផ្អែមចឹងយើងដឹងហើយបាទនៅក្នុងហាងមួយនៅក្នុងអាហារនៅខាងក្រៅគឺមានអីខ្លះមានទាំងអំបិលមានទាំងស្ករមានទាំងខ្លាញ់មានទាំងពពួកអាហារម្សៅនោះហើយបងទៅតាក់ទងនឹងភេសជ្ជៈមួយចំនួនខ្ញុំមិននិយាយបាទតាក់ទងជាមួយនឹងការប៉ះពាល់ទៅលើក្រុមហ៊ុនណាមួយឬក៏ផលិតផលណាមួយតែបងប្អូនត្រូវស្វែងយល់ដល់ខ្លួនឯងថាបើសិនជាយើងនៅតែអនុវត្តបែបហ្នឹងរាល់ថ្ងៃរាងកាយរបស់យើងនឹងមានការប្រែប្រួលរាងកាយរបស់យើងនឹងមានកន្លែងណាមួយវាវិវត្តទៅជាបញ្ហាអញ្ចឹងបញ្ហាដែលយើងនិយាយនេះគឺតាក់ទងនឹងបញ្ហាលើសជាតិស្ករអញ្ចឹងបញ្ហាលើសជាតិស្ករនេះមិនមែនដោយសារតែយើងញ៉ាំស្ករតែមកធ្វើឲ្យយើងលើសជាតិស្ករទេវាតាក់ទងជាមួយនឹងអាហារម្សៅតាក់ទងនឹងបញ្ហាភេសជ្ជៈមួយចំនួនបូកនឹងការដែលយើងមិនអាចគ្រប់គ្រងគីឡូរបស់យើងបានគេហៅថាការលើសទម្ងន់របស់យើងអញ្ចឹងតែយើងធ្វើម៉េចបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនបូកនឹងការហាត់ប្រាណបាទអញ្ចឹងយើងធ្វើយ៉ាងណាឲ្យខ្លួនយើងគឺជាមនុស្សម្នាក់ដែលមានកីឡានៅក្នុងខ្លួនហើយការហាត់ប្រាណទៅទៀតគឺចន្លោះពី40នាទីទៅ1ម៉ោង
បងប្អូនមួយចំនួនហាត់ប្រាណ4ដល់20នាទីគ្រាន់តែធ្វើឲ្យយើងបែកញើសហើយធ្វើឲ្យយើងកាន់តែឃ្លានអញ្ចឹងដើម្បីអាចដុតកម្លោចបាទប្រូតេអ៊ីនដុតកម្លោចកាឡូរីក្នុងរាងកាយបានគឺការហាត់ប្រាណចន្លោះពី40នាទីដល់1ម៉ោងហើយល្អបំផុតគឺហាត់ប្រាណពេលព្រឹកតែបើសិនយើងអត់មានពេលក្នុងការហាត់ប្រាណពេលព្រឹកយើងហាត់ប្រាណពេលល្ងាចក៏បានដែរចន្លោះពី40នាទីដល់1ម៉ោងតែព្យាយាមឲ្យបានជារៀងរាល់ថ្ងៃអញ្ចឹងទី1យើងកាត់បន្ថយផ្អែមទី2យើងកាត់បន្ថយអាហារម្សៅនិងទី3តកតទៅនឹងភេសជ្ជៈមិនថាភេសជ្ជៈជាគ្រឿងសង្វឹងភេសជ្ជៈពៅឬក៏តកតជាមួយនឹងភេសជ្ជៈមួយចំនួនដែលវាអាចបង្កឲ្យបញ្ហាអញ្ចឹងយើងត្រូវឆែកមើលថាភេសជ្ជៈណាជាភេសជ្ជៈដែលជួយដល់រាងកាយរបស់យើងភេសជ្ជៈណាដែលប៉ះពាល់រាងកាយរបស់យើងហើយជាមួយនឹងអ្វីដែលជាបញ្ហាធំនៅពេលបច្ចុប្បន្ននោះគឺបញ្ហា stress ទៅកន្លែងណាក៏និយាយរឿង stress ទៅកន្លែងណាក៏និយាយរឿង stress អញ្ចឹងខ្ញុំចង់ត្រឡប់មកវិញថាយើងឈប់គិតពីអ្វីដែលធ្វើឲ្យខ្លួនយើង stress អញ្ចឹងរឿងដែលវាកើតឡើងហើយឲ្យវាកើតឡើងទៅចុះយើងសិក្សាពីរឿងដែលកើតឡើងហើយយើងព្យាយាមក្នុងការអនុវត្តហើយកុំធ្វើរឿងដដែលកុំឲ្យដូចពីរឿងកើតឡើងពីម្សិលមិញហើយយើងព្យាយាមធ្វើថ្ងៃនេះឲ្យល្អដើម្បីស្អែកមានលទ្ធផលល្អហើយបងប្អូនមួយចំនួនទៀតគិតពីរឿងដែលមិនតកើតភ័យខ្លាចកើតជំងឺនេះភ័យខ្លាចកើតជំងឺនោះភ័យខ្លាចពិភពលោកចេះភ័យពិភពលោកចុះតែសំណួរគឺថារឿងហ្នឹងវាបានកើតឡើងហើយឬនៅមិនទាន់កើតឡើងទេតែខ្លួនយើងកំពុងតែគិតគិតចុះគិតឡើងគិតចុះគិតឡើងភ្លេចក្នុងការហាត់ប្រាណភ្លេចក្នុងការញ៉ាំចំណីអាហារហើយរហូតដល់ភ្លេចទាំងដេកទៀតបាទអ្នកខ្លះភ្លេចទាំងដេកទៀតមួយថ្ងៃដេកបានតែមួយយប់ដេកបានតែ1ម៉ោង2ម៉ោងហើយពេលដេកនោះគិតពីនេះគិតពីនោះចង់ក្រោយភ្លេចដេកហើយដល់ពេលហើយបន្ទោថាមិនបានខ្ញុំដេកមិនលក់ហេតុអីមកខ្ញុំយកអសបច្រើនហើយខ្ញុំពិបាកដេកមិនគួរក្បាលខ្ញុំដើរខុសប្រកអីដោយសារតែយើងប្រើគូក្បាលលឹះប្រើគូក្បាលខុសរឿងប្រើគូក្បាលខុសពេលអញ្ចឹងពេលណាដែលយើងត្រូវគិតពេលណាដែលយើងត្រូវសម្រាកយើងត្រូវបែងចែកឲ្យដាច់អញ្ចឹងហើយបានជាដដែលថាការរៀបចំនិងការថែទាំសុខភាពការឲ្យខ្លួនយើងមានវិន័យហើយនឹងមានផែនការមួយច្បាស់លាស់គឺជារឿងមួយដែលលំបាកតែការដែលយើងអនុវត្តខុសហើយការដែលយើងធ្វើឲ្យប៉ះពាល់រាងកាយទេដែលជាភាពងាយស្រួលអញ្ចឹងសំណួរសួរថាការលំបាកតែធ្វើឲ្យយើងមានសុខភាពល្អមានសេចក្តីសុខហើយអាយុវែងមួយទៀតការដែលយើងធ្វើងាយតែធ្វើឲ្យយើងផលប៉ះពាល់តែយើងយកមួយណាអញ្ចឹងងាយបានតែមិនខ្ជិលហាត់ប្រាណហេបាទញ៉ាំអីតិចសិនចាំស្អែកចាំហាត់ញ៉ាំផ្អែមតិចសិនញ៉ាំនេះតិចសិនញ៉ាំនោះតិចសិនចុងក្រោយរាងកាយរបស់យើងមានបញ្ហាកើតឡើងអញ្ចឹងតើតើការលើកជាតិស្ករដែលខ្ញុំបាននិយាយមិញហ្នឹងសូមបងប្អូនព្យាយាមមិនមែនតែសារតែយើងញ៉ាំស្ករធ្វើឲ្យយើងលើកជាតិស្ករទេគឺតែសារមានកត្តាជាច្រើនដែលខ្ញុំបាននិយាយមិញអញ្ចឹងយើងព្យាយាមក្នុងការសិក្សាពីដើមហេតុតិចមកវាទៅជាទម្លាប់មួយបាទអញ្ចឹងហើយបានរៀបថាវិបាលបង្កើតទ្រឹស្ដីមួយក្នុងមនុស្សម្នាក់ត្រូវមានមួយវិញ្ញាសាឬហៅថាមានកីឡាមួយអញ្ចឹងយើងជ្រើសរើសកីឡាណាដែលយើងចូលចិត្តហើយជាដដែលថាចន្លោះពី40នាទីទៅ1ម៉ោងជារឿងល្អបំផុតដែលអាចទៅដុតកម្លោចបាទកាឡូរីក្នុងខ្លួនដុតកម្លោចខ្លាញ់តែមួយចំនួនលឿនហ្នឹងដើម្បីឲ្យវាអស់ធម្មពលហៅថាធម្មពលអាក្រក់ឲ្យអស់ទៅបង្កើតជាធម្មពលល្អអញ្ចឹងសុខភាពល្អកើតចេញពីយើងទាំងអស់គ្នាសុខភាពល្អកើតចេញពីការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវការសម្រាកឲ្យបានត្រឹមត្រូវការញ៉ាំទឹកឲ្យបានត្រឹមត្រូវបូកនឹងការហាត់ប្រាណឲ្យបានត្រឹមត្រូវអញ្ចឹងត្រឡប់មកវិញថាបញ្ហាការលើកជាតិស្ករនេះគឺជាហានិភ័យមួយគ្រោះថ្នាក់បំផុតបាទគ្រោះថ្នាក់បំផុតអញ្ចឹងយើងត្រូវតែកាត់បន្ថយវាចាប់ពីពេលឥឡូវទៅហើយសង្ឃឹមថាជំងឺទឹកនោមផ្អែមនឹងលែងមាននៅក្នុងខ្លួនរបស់បងប្អូនទាំងអស់គ្នាបើសារតែយើងយល់ពីរបបអាហារយល់ពីការហូបទឹកយល់ពីការហាត់ប្រាណហើយយល់ពីហានិភ័យនៃជំងឺអញ្ចឹងសង្ឃឹមថាយើងអនុវត្តតិចដងដើម្បីសុខភាពសហគមន៍របស់យើងសង្គមជាតិរបស់យើងអញ្ចឹងជូនពរពុកម៉ែបងប្អូនបាទពីឥឡូវនេះទៅអនុវត្តបាទពីឥឡូវកុំរងចាំស្អែកអញ្ចឹងសង្ឃឹមបាទគ្រប់គ្នារបស់គឺមានអាយុ100ឆ្នាំបាទពីក្នុងដុកទ័រគីមបាទ